នេះរាប់បាតនៅក្នុងទូទឹកកកគឺថាមានផ្លែល្ពៅមួយចំហៀងហើយនៅមុខផ្ទះមានដៃល្ពៅដៃល្ពៅយើងកំពុងរៀងល្អដែរចាំកាលស្លប្រហើរនឹងម៉ងតោះបេះត្រួយល្ពៅនឹងគឺថាបានមកក្តាប់ធំមកក៏មកទេសនេះមិនតិចចាកាត់ស្លឹកគ្រៃកាត់អីហើយនិយាយទៅស្លប្រហើរខ្ញុំប្រើជាស្លឹកគ្រៃចាបេះ4 5សន្លឹកទៅដើរមកឃើញផ្កាម្លិះនេះវាឈ្ងុយបេះដាក់ក្បាលបន្តិចហើយលោកប្អូននេះគេមកដើរនិយាយសើចកុំគ្នាលេងនងគ្នាពាក់អាវក្រហមអូងលពៅចូលចិត្តញ៉ាំប៉ុន្តែខ្ជិលតែត្រង់សក់នឹងតែម្ដងចាឥឡូវនេះគឺថាយើងចាប់ផ្ដើមស្លបានហើយគឺថាបែបបញ្ញាប់លឿនចាដូចបងប្អូនឃើញអញ្ចឹងដាក់លពៅដាក់សាច់ដាក់ត្រីអីហើយជ្រុំប្រហុកដាក់អញ្ចឹងមកហើយបងគ្រឿងទេសយើងមានអំបិលស្ករប៊ីចេងរ៉ូឌីអីចឹងបងប្អូនចារសជាតិថាដាក់តាមចំណូលចិត្តចាំមានម្ទេសមានស្នៀតពោតនេះបន្តិចហើយក៏មានត្រប់ជាកោមត្រប់ញងចាបែបប្រលេះបានប្រមាណគ្រាប់ដែរដាក់ឲ្យយើងផ្ងំវាចោលឲ្យវារៀងឆ្អិនបន្តិចសិនចាំដាក់អាតងល្ពៅនេះចូលអូយនិយាយទៅសាឡនេះគឺថាចង់ញ៉ាំនឹងតងល្ពៅនេះហើយបងប្អូនដាក់តងល្ពៅនឹងចូលហើយយើងត្រឡប់វាតិចមកចាឲ្យទុកមកសន្ទុះប្រហែលពី3នាទីទៅ5នាទីអីគឺថារួចរាល់ហើយចាអត់ទុកឲ្យវាឆ្អិនខ្លាំងទេឲ្យរៀងនៅជាពពប៉ុណ្ណឹងមកឆ្ងាញ់ហើយតងល្ពៅយើងនេះគឺថាវាខ្ចីល្អណាស់ចាជាចុងក្រោយនេះគឺថាយើងដាក់អមមកគឺជាការស្រេចតែម្ដងចាចូលត្រឡប់តិចគឺរួចរាល់ចាំអមមានអាយុដាក់តែផ្លេតលើកហើយដួសដាក់ស្រាក់ដាក់អីឲ្យហើយមកចាថ្ងៃនេះមិនមែនមានតែសឡបាន2មុខបងប្អូនចាជៀនត្រីងៀតនេះពីតូចនេះទៀតចាយើងកាត់យើងអីនេះមកសំណុកព្រះអង្គឆាន់ទៅគឺថាស្រួលកាន់មកគឺថាឆាន់តែម្ដងមិនបាក់បេះមិនបាក់ហែកអីទៀតហើយប៉ុណ្ណឹងមករួចរាល់